ជំរាបសួរបងប្អូនទីស្រឡាញ់ទាំងអស់គ្នាមកជួបជាមួយខ្ញុំទៀតហើយបងប្អូននៅនឹករលឹកចាពួកអីមួយរយៈនេះរវល់បងប្អូនចាហើយក៏មានបញ្ហាបច្ចេកទេសបងប្អូនចាថតរូបអត់កើតធ្វើវីដេអូអត់បានចាឥឡូវចេញមកជួបបងប្អូនទៀតហើយចានៅក្នុងថ្ងៃនេះតែខ្ញុំចាមានអីដើម្បីមកចែករំលែកបងប្អូនទីស្រឡាញ់ទាំងអស់គ្នាចានិយាយទៅបងប្អូនអត់ដឹងថាការនិយាយរបស់ខ្ញុំចាល្អឬក៏មិនល្អទេប៉ុន្តែខ្ញុំគ្រាន់តែមាននីតិចាចង់ចេញមកចែករំលែកនៅអ្វីដែលខ្ញុំបានជាបទពិសោធន៍របស់ខ្ញុំចាជាបទពិសោធន៍របស់ខ្ញុំដែលខ្ញុំធ្វើមកកន្លងបានផលពិតហើយក៏ចង់ចាចេញមកចែករំលែកដល់បងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាដោយក្តីស្រឡាញ់បងប្អូនចាដោយក្តីស្រឡាញ់អំពីច្បាប់នៃការស្រូបទានចាច្បាប់នៃការគិតតើចាធ្វើម៉េចដើម្បីឲ្យជីវិតរបស់យើងនេះមានសេចក្តីសុខឲ្យច្រើនបងប្អូនចាសេចក្តីសុខពាក្យថាសេចក្តីសុខនេះចាម្នាក់នរណាក៏ចង់បានដែរចាសេចក្តីសុខសំខាន់ភាគច្រើនយើងចាយើងតែងតែគិតថាតែមានលុយចាមានលុយមានទ្រព្យសម្បត្តិហូរហៀនោះជីវិតរបស់យើងនឹងមានក្តីសុខហើយចាប៉ុន្តែទន្ទឹមនឹងពេលនោះបើសិនជាយើងចាគិតអត់ត្រឹមត្រូវបើសិនជាយើងចាវិធីគិតរបស់យើងច្បោកច្បល់វិធីគិតរបស់យើងអត់គ្រប់គ្រងអារម្មណ៍ការគិតរបស់បានអត់គ្រប់គ្រងអារម្មណ៍ការគិតរបស់យើងបានចាយើងក៏អាចទៅជាមនុស្សលោភចាតែយើងខ្លាចជាមនុស្សលោភចាប្រហែលក៏អត់ចេះស្កប់ស្កល់អញ្ចឹងក៏យើងអត់អាចរកក្តីសុខឲ្យខ្លួនយើងបានដែរចាទោះបីជាយើងនៅក្នុងកំណត់លុយក៏យើងអត់មានក្តីសុខដែរប៉ុន្តែបើសិនជាយើងមានវិធីទោះបីជាពេលនេះចាយើងកំពុងតែមានបទពិសោធន៍ទោះបីពេលនេះយើងកំពុងតែខ្វះខាតទោះបីជាពេលនេះចាយើងអត់មានអ្វីដែលជាទីពឹងទេតែប៉ុន្តែយើងអាចសុខបានយើងអាចសុខបានដោយស្គាល់តែយើងចាមានវិធីនៅក្នុងការគិតមានវិធីនៅក្នុងការធ្វើនោះធ្វើឲ្យជីវិតរបស់យើងចាមានសេចក្តីសុខបងប្អូនចាអញ្ចឹងបានថាគ្រប់យ៉ាងសំខាន់ចាក្តីសុខព្រោះអីគ្រប់គ្នាខ្ញុំជឿថាគ្រប់គ្នាគឺប្រាថ្នាចង់បានណាក្តីសុខចាក្តីសុខប៉ុន្តែចាគាត់ច្រឡំជាមួយសេចក្តីសុខហើយនឹងទ្រព្យសម្បត្តិចាទ្រព្យសម្បត្តិក៏ប្រាថ្នាក្តីសុខក៏ចង់បានបងប្អូនចាព្រោះអីទាំងពីរហ្នឹងបើសិនជាយើងមានទ្រព្យសម្បត្តិហើយយើងអត់មានក្តីសុខក៏យើងអត់ដឹងផែនដីនេះគឺចង្អៀតបងប្អូនចាប៉ុន្តែបើសិនហើយយើងមានទ្រព្យសម្បត្តិទៀតចាជាការប្រសើរប៉ុន្តែបើសិនជាយើងជីវិតរបស់យើងរាល់ថ្ងៃចាយើងអត់ទាន់មានជប់អត់ទាន់បានទទួលបាននៅភាពស្រុកស្ដំបរិបូរណ៍ទេចាយើងដើរអត់ទាន់ដល់ទេតែយើងអាចសុខបានចាអានឹងរឹតតែពិសេសបងប្អូនចារឹតតែពិសេសព្រោះអីព្រោះមនុស្សម្នាក់ខ្ញុំជឿថាជួបគ្រប់គ្នាបងប្អូនចាជួបគ្រប់គ្នានៅបទពិសោធន៍នេះខ្ញុំអ្នកចែករំលែកនឹងក៏ជួបដូចគ្នាហែលមកឆ្លងដូចគ្នាបងប្អូនចាប៉ុន្តែកន្លឹះដែលយើងអាចរកក្តីសុខបានចាកន្លឹះបែបណាបងប្អូនចានេះអស្ចារ្យមែនចាមិនមែនអស្ចារ្យទេប៉ុន្តែអនុវត្តទៅបានផលពិតបានផលពិតបងប្អូនចាដែលគ្រាន់តែយើងចាផ្លាស់ប្ដូរវិធីនៅក្នុងការគិតផ្លាស់ប្ដូរវិធីនៅក្នុងការដើរផ្លាស់ប្ដូរវិធីនៅក្នុងការជឿចាយើងនឹងទទួលបានព្រោះអីចាព្រោះអីឧទាហរណ៍ថាមើលជីវិតរបស់យើងបើសិនជាយើងចាយើងថាតើតែយើងមានលុយមានគ្រប់យ៉ាងដែលយើងប្រាថ្នាទៅយើងបានសុខចុះបើមកជីវិតរបស់យើងចាអត់ទទួលបាននៅអ្វីដែលយើងប្រាថ្នាអញ្ចឹងយើងអត់មានក្តីសុខយើងរស់នៅក្នុងសេចក្តីទុក្ខមែនចាតែយើងឲ្យជីវិតរបស់យើងនឹងទៅរស់នៅកន្លែងដែលយើងអត់ពេញចិត្តនឹងមែនចាបើសិនជាដូចនោះចាចុះឆាកជីវិតដែលយើងកើតមកមួយជាតិនេះឆាចោលមែនបងប្អូនចាអត់ឆាចោលទេបងប្អូនចាព្រោះអីមនុស្សម្នាក់មានតម្លៃរៀងខ្លួនអ្នកណាក៏ប្រកែអ្នកណាក៏អស្ចារ្យដែរដូចខ្ញុំតែងតែលើកអញ្ចឹងចាអ្នកណាក៏ប្រកែអ្នកណាក៏អស្ចារ្យបងប្អូនចារស់នៅលើផែនដីមួយនេះបងប្អូនប្រកែបែបបងប្អូនខ្ញុំប្រកែបែបខ្ញុំអញ្ចឹងចាគ្រាន់តែយើងផ្លាស់ប្ដូរតែវិធីគិតផ្លាស់ប្ដូរតែវិធីធ្វើយើងក៏ទទួលបាននៅក្តីសុខចាក្តីសុខហើយសម្រាប់ទ្រព្យសម្បត្តិមហាសាលចាតែយើងមានក្តីសុខហើយគ្រប់យ៉ាងនឹងយើងនឹងដើរទៅដល់ហើយទោះបីជាយើងដើរយឺតមួយជំហានក៏អត់បញ្ហាដែរបងប្អូនចាសំខាន់ជីវិតមួយនេះឲ្យទទួលបានក្តីសុខចាទៅសំរុំដែលជីវិតរបស់យើងកើតនៅលើផែនដីមួយនេះចាអស់ចាប្រកែណាបងប្អូនចាมันសមឲ្យជីវិតរបស់យើងចាมันសមឲ្យភាពល្អឥតខ្ចោះដែលយើងទទួលបានហើយនេះចាវាបាត់បង់ទៅវិញដោយយើងអត់ដឹងចាយើងអត់ដឹងយើងអត់ចេះប្រើវាអត់ជាបញ្ហាប៉ុន្តែបើសិនជាយើងដឹងហើយបងប្អូនគួររស់នៅចាគ្រប់យ៉ាងគឺមានតែ3ទេបងប្អូនចាថ្ងៃនេះថ្ងៃស្អែកហើយនឹងពីម្សិលមិញចាពីម្សិលមិញថ្ងៃនេះថ្ងៃស្អែកអញ្ចឹងគ្រប់យ៉ាងចាគឺយើងនៅក្នុងបច្ចុប្បន្ននេះឲ្យបានល្អព្រោះអីគេថាបច្ចុប្បន្នគឺជាមាតានៃអនាគតបើសិនជាយើងធ្វើបច្ចុប្បន្នមិនបានល្អចាអនាគតយើងក៏អត់បានល្អដែរយើងកុំទៅរស់នៅអតីតហើយយើងកុំទៅរស់នៅក្នុងអនាគតចាយើងរស់នៅក្នុងបច្ចុប្បន្ននេះឲ្យប្រសើរហើយបច្ចុប្បន្នពេលនេះយើងកំពុងតែមានអីបទពិសោធន៍អី
ពេលនេះយើងកំពុងតែមានក្តីសុខឬក៏យើងកំពុងតែមានបទពិសោធន៍ចាចូលបងប្អូនធ្វើខ្លួនឲ្យមានសេចក្តីសុខចាមានសេចក្តីសុខហើយសេចក្តីសុខមួយនោះចាគឺយើងខ្លួនឯងជាអ្នកបង្កើតសេចក្តីសុខអ្វីដែលធ្វើឲ្យយើងមានសេចក្តីសុខបានចាទី1ដែលយើងអាចញញឹមបានយើងអាចសើចបានវាចារបស់យើងចាវាចាដែលពោពេញទៅដោយធម៌ពលវាចាដែលពោពេញទៅដោយការលើកទឹកចិត្តដែលវាចាទៅដល់អ្នកដតីហើយធ្វើឲ្យអ្នកដតីចារីករាយសប្បាយដោយសារយើងចាអញ្ចឹងបងប្អូនទី1ចាគឺយើងត្រូវផ្លាស់ប្ដូរវាចាផ្លាស់ប្ដូរទម្លាប់ផ្លាស់ប្ដូរសន្តានផ្លាស់ប្ដូរការគិតហើយទី2មួយទៀតចាគឺឲ្យយើងសំណឹកដឹងគុណនៅអ្វីគ្រប់យ៉ាងដែលយើងកំពុងតែមានមិនថាពេលនេះយើងកំពុងតែមានអី100លុយខ្មែរនៅក្នុងកាបូបក៏យើងត្រូវតែសំណឹកដឹងគុណចាចំនួនលុយដែលយើងមានចំនួនមុខរបរដែលយើងកំពុងតែប្រកបការងារប្តីជាទីស្រឡាញ់កូនជាទីស្រឡាញ់ដែលកំពុងតែនៅជុំគ្នាចាទោះបីឲ្យយើងចាចេះសំណឹកដឹងគុណផ្ដល់ក្តីស្រឡាញ់ឲ្យគាត់ទៅវិញទៅមកឲ្យគ្នាទៅវិញទៅមកព្រោះអីចាកុំឲ្យដល់ពេលតតបាត់បង់ហើយទៅយើងចានឹកដឹងពីគុណតម្លៃដល់ពេលរបស់នៅរស់យើងអត់ដែលដឹងពីគុណតម្លៃចាសូម្បីតែម៉ាក់ប៉ាក្តីបងប្អូនកូនជាទីស្រឡាញ់ក្តីជាទីស្រឡាញ់ក៏ដោយចាពេលដែលយើងជួបគ្នាពេលដែលយើងរស់នៅជាមួយគ្នាហើយចាយើងផ្ដល់តម្លៃឲ្យគ្នាផ្ដល់ក្តីស្រឡាញ់ឲ្យគ្នាសំណឹកដឹងគុណចាតើគាត់មានគុណបែបណាចំពោះរូបយើងហើយយើងនេះតើមានគុណបែបណាកាយសម្បទាគ្រប់គ្រាន់អវយវៈកែវភ្នែកច្រមុះតិចអណ្ដាតកាយគួរតែទៅសំណឹកដឹងមង្គលនៅអ្វីដែលយើងកំពុងតែមានចាដូចខ្ញុំនិយាយចឹងទោះបីបងប្អូនមិនមានអីសោះមានតែលុយ100លុយខ្មែរនៅក្នុងកាបូបក៏បងប្អូនអាចយកលុយនោះមកសំណឹកដឹងគុណហើយទោះបីក្នុងខ្លួនអត់មានអីសោះមានតែកាយសម្បទាគ្រប់គ្រាន់តែថាជាកាយសម្បទាគ្រប់គ្រាន់ចុះបើខ្ញុំអត់មានកាយសម្បទាអត់មានកាយសម្បទាគ្រប់គ្រាន់ក៏បងមានក៏បងមានជីវិតចាជីវិតនេះហើយជាដើមទុនដែលសំខាន់បំផុតចាកុំឲ្យតែបងប្អូនពេលនេះកំពុងតែដាក់ខ្យល់ពេលនេះកំពុងតែកេងនៅមន្ទីរពេទ្យធ្ងន់ធ្ងរចាតែបើសិនជាបងប្អូនមានជីវិតចានេះហើយគឺជាភាពជោគជ័យនេះហើយគឺជាផ្លូវដើរដែលធ្វើឲ្យជីវិតរបស់យើងជួបតែនៅអ្វីដែលយើងប្រាថ្នាចាអញ្ចឹងចាបងប្អូនពេលវេលាគឺមានអត់ច្រើនទេសម្រាប់ជីវិតរបស់យើងដែលកើតនៅលើផែនដីមួយនេះអញ្ចឹងចាត្រូវផ្ដល់ឲ្យគ្នានៅអ្វីដែលយើងមានបងប្អូនដឹងអត់ចាមនុស្សម្នាក់ដែលមានជីវិតនេះមានជីវិតហើយមានសុខភាពល្អបងប្អូនចានោះឈ្មោះជាអ្នកមានហើយមិនបានខ្ញុំនិយាយចឹងចាព្រោះអីបងប្អូនឥឡូវឧទាហរណ៍ថាបើសិនជាមាននរណាម្នាក់មកទិញចាយើងមានដៃទាំងពីរប៉ុន្តែគេសុំទិញដៃមួយខាងហើយគេឲ្យ$1លានសួរថាបងប្អូនព្រមលក់ទេចាបើបងប្អូនព្រមលក់ចាហ្នឹងក៏ពិសេសវិសាលដែរបងប្អូនចាប៉ុន្តែសម្រាប់ខ្ញុំកុំថាឡើយដល់$1លានសំបីតែដៃជើងដែលអវយវៈដែលខ្ញុំកំពុងតែបាត់មហាសាលនៅលើសកលលោកនេះដែលខ្ញុំមានហើយខ្ញុំបដូរឲ្យខ្ញុំលះបង់នៅអវយវៈឬក៏លះបង់នៅជីវិតដើម្បីទទួលយកទ្រព្យសម្បត្តិនោះក៏ខ្ញុំអត់ទទួលដែរចាក៏ខ្ញុំអត់លក់ដែរបងប្អូនចានិយាយតាមត្រង់ចឹងមិនថាគ្រប់យ៉ាងបងប្អូនប្រសម័យមើលចាឧបមាថាភ្នែកយើងទាំងគូនេះឥឡូវគេឲ្យចាគេឲ្យលុយបានតែបងប្អូនប្រាថ្នាចង់បានចារាប់រយលាន$ភាពស្ដុកស្ដំបរិបូរគ្រប់យ៉ាងតែគេសុំតកៅភ្នែកទាំងគូសួរថាបងប្អូនឲ្យលះបង់ទេចាអត់អាចលះបង់ទេចាសួស្ដីមីម៉ូចាឲ្យបានចូលស្តុកទៀតហើយបងប្អូនចានេះប្រភេទអាវយឺតត្បូងហ្នឹងបងពាក់បានពី45គីឡូដល់60គីឡូបង45គីឡូដល់60គីឡូបងអាចធ្វើការកំងបានទាំងដុំទាំងរាយបងស្អាតខ្លាំងអាវយឺតរបស់ថៃបងសាច់ក៏ស្អាតមួយចាធានាទាំងគុណភាពធានាទាំងតម្លៃចឹងសម្រាប់បងដែលចង់យកទៅលក់បន្តឬបងទិញចង់យកទៅពាក់អីចាបងអាចធ្វើការកំងបានបងពីเพจសវណ្ណីបោះដុំកៅអូឡ িম্প ិកទៅសេជាអសរខ្មែរនិងសវណ្ណីអនឡាញ shop បង KT បោះដុំអូឡ িম্প ិកទៅเพจខ្ញុំមាន3ហ្នឹងបងអាចធ្វើការកំងបានអរគុណច្រើនសម្រាប់ការកំងបង